បងភ័យបងបារម្ភខ្លាំងព្រោះធម្មតាឈឺពោះអូនឈឺពោះខ្លាំងហើយបងស្បូនបើកអស់ហើយកូនអត់ព្រមចុះមកសោះហើយឈឺផងអីផងអញ្ចឹងយើងបារម្ភខ្លាំងណាព្រោះពេលឈឺឈឺចិត្តដាច់ខ្យល់ហ្មងចាអញ្ចឹងយើងបារម្ភគាត់ថាការតាមដាននៅរោគគឺម៉ត់ចត់គឺកាត់បន្ថយហានិភ័យឲ្យបានទាបបំផុតសម្រាប់ម្ដាយហើយនិងកូនធ្វើម៉េចឲ្យយើងកើតមកមានសុវត្ថិភាពទាំងម្ដាយនិងកូននៅពេលដែលឮកូនយំកូនអីចេញមកអញ្ចឹងលោកគ្រូថាអត់អីទេអត់មានចុះជាតិស្ករកូនធម្មតាកូនអីអញ្ចឹងទៅបងក៏ធូរចិត្តសប្បាយចិត្តឡើងវិញចាតាមពិតបងគឺជាគ្រូពេទ្យម្នាក់អញ្ចឹងមុននឹងបងសម្រេចចិត្តថាបងទៅសម្រាលកូននៅសម្ភពណាមួយបងមានការមើលតាមដានដែរចាគឺបងបដិទ្ធមើលថាតើសម្ភពមានគ្រូពេទ្យគ្រប់គ្រាន់ដើម្បីធានាសុវត្ថិភាពទាំងម្ដាយទាំងកូនអត់មានន័យថាយើងត្រូវមើលថាពីលោកគ្រូពេទ្យខាងសម្ភពក៏ដូចជាតើសម្ភពហ្នឹងមានគ្រូពេទ្យខាងសង្គ្រោះទារកឬកុមារអត់នេះគឺជារឿងសំខាន់ហើយមួយទៀតគឺយើងមើលខាងលោកគ្រូពេទ្យខាងសណ្ដំចាក៏ដូចជាមើលមួយទៀតក៏យើងមើលការថែទាំមើលសេវាកម្មនៅសម្ភពហ្នឹងដែរចាការកូនទី1បងនៅពេលដែលបងនឹងតែមានផ្ទៃពោះភ្លាមបងបានមកតាមដាននៅរោពីដើមដល់ចប់ហើយបងក៏កើតកូនបានជោគជ័យកូនទី1សម្រាប់កូនទី2នៅពេលដែលបងដឹងថាបងមានផ្ទៃពោះបងក៏ចង់សាកផ្លាស់ប្ដូរទៅកន្លែងផ្សេងតាមធម្មតាតាមការរីកខមមិនរបស់គ្រួសារបងប្អូនយើងដែលគាត់ធ្លាប់ទៅកន្លែងផ្សេងចាហើយបងក៏ទៅតាមដានសាក់ទៅតាមដាននៅនឹងប៉ុន្តែនៅពេលដែលបាត់ពិសោធន៍របស់បងការកូនទី1បងធ្លាប់មានប្រវត្តិមានជំងឺទឹកនោមផ្អែមក្នុងកំឡុងពេលដែលមានផ្ទៃពោះចាហើយបងជោគជ័យនៅរោគចាហើយបន្ទាប់ពីបងកើតកូនទី1ហើយបងក៏បាត់ជំងឺទឹកនោមផ្អែមហ្នឹងហើយនៅពេលដែលមានបងមានផ្ទៃពោះលើកទី2នេះបងដឹងខ្លួនថាបងក៏មានហានិភ័យក្នុងការមានជំងឺទឹកនោមផ្អែมហ្នឹងឡើងវិញដែរអញ្ចឹងនៅពេលដែលបងទៅតាមដានពេលដែលបងចាប់ផ្ដើមមានផ្ទៃពោះលើកទី2បងមានអារម្មណ៍ថាมันមានភាពកក់ក្ដៅมันជាគ្រប់ជ្រុងជ្រោយចាហើយដល់ពេលអញ្ចឹងបងក៏សម្រេចចិត្តថាបងត្រឡប់មករស់វិញពេលដែលបងមានទម្ងន់30សប្តាហ៍ពេលដែលបងត្រឡប់មកវិញបងភ្ញាក់ផ្អើលពីព្រោះបងរកឃើញថាបងមានជំងឺទឹកនោមផ្អែមក្នុងការពោះកូនលើកទី2ហ្នឹងទៀតបងភ័យបងបារម្ភពីព្រោះការកូនទី1យើងតាមដាននៅនេះគឺយើងតាមដានជាដំណាក់កាលអញ្ចឹងយើងរកឃើញជំងឺហ្នឹងគឺរកឃើញតាន់ពេលរកឃើញនៅពេលដែលយើងសប្តាហ៍ទី24កាលហ្នឹងការបងកូនទី1ហើយយើងបានគ្រប់គ្រងជាតិស្ករបានល្អអញ្ចឹងបងក៏កើតកូនមកមានសុវត្ថិភាពហើយនៅពេលដែលកូនទី2នេះគឺសប្តាហ៍ទី30គឺច្រើនមែនតើអញ្ចឹងបងបារម្ភយើងគៀកសម្រាលហើយយើងក៏អត់ដឹងថាតើវាមានផលវិបាកអីទៅកូនយើងខ្លះពីព្រោះយើងអត់បានតាមដានជាតិស្ករតាំងពីមកអញ្ចឹងណាអញ្ចឹងយើងអាចមានផលវិបាកច្រើននៅពេលដែលយើងដឹងយឺតអញ្ចឹងណាដល់គឺគាត់ព្យាយាមជួយច្រើនគាត់ព្យាយាមណាត់យើងឲ្យបានជួបលោកគ្រូខាងកពេញអង់ដូគ្រីនហ្នឹងឲ្យបានលឿនបំផុតហើយលោកគ្រូខាងលោកគ្រូអង់ដូគ្រីនហ្នឹងគាត់ក៏ចាត់វិធានការឲ្យយើងព្យាបាលបានstrict ល្អចាគឺនិយាយរួមគឺផ្លាស់ប្ដូររបបអាហារការព្យាបាលយើងចាក់អាំងស៊ូលីនអីយើងតាមដានជាតិស្ករជាតិអីគឺគាត់តាមដានយើងគាត់លើកទឹកចិត្តយើងថាធ្វើម៉េចឲ្យគ្រប់គ្រងជាតិស្ករឲ្យបានលឿនបំផុតឲ្យបានមានប្រសិទ្ធភាពបំផុតបើយើងតាមដានពីដំបូងមករហូតអញ្ចឹងណាបងគិតថាខាងរស់គាត់តាមដានម៉ត់ចត់ល្អ
យើងធម្មតាយើងមានផ្ទៃពោះយើងតាមដានតាមដំណាក់កាលចាហើយគាត់ព្យាយាមតាមដានព្យាយាមកាត់បន្ថយហានិភ័យចាដូចឧទាហរណ៍ដូចបងអញ្ចឹងបងគឺជាម្ដាយដែលធាត់អាយុច្រើនព្រោះបងពិបាកក្នុងការមានកូនដែរដល់ពេលអញ្ចឹងនៅពេលដែលគាត់ឃើញហើយបងធាត់មកអីអញ្ចឹងគាត់ចាប់ផ្ដើមតាំងពីកូនដំបូងគឺគាត់សង្ស័យគឺគាត់រកទឹកនោមផ្អែមនឹងអីយើងអញ្ចឹងណាចាអញ្ចឹងបងគាត់ថាការតាមដាននៅរកគឺម៉ត់ចត់គឺកាត់បន្ថយហានិភ័យឲ្យបានទាបបំផុតសម្រាប់ម្ដាយហើយនឹងកូនធ្វើម៉េចឲ្យយើងកើតមកមានសុវត្ថិភាពទាំងម្ដាយនិងកូនបើការកូនទី1បងបារម្ភខ្លាំងដោយសារតែបងចង់សម្រាប់ធម្មជាតិការកូនទី1ចាទាំងដែលបងមានទឹកនោមផ្អែមក្នុងពេលមានផ្ទៃពោះតែលោកគ្រូពេទ្យអ្នកគ្រូពេទ្យនៅសម្ភពរស់គាត់អត់មានហាមឃាត់យើងទេគាត់អូខេយើងចង់សម្រាប់តាមធម្មជាតិគាត់លើកទឹកចិត្តយើងចាពេលហ្នឹងគឺបងឈឺពោះបងព្យាយាមប្រឹងសម្រាប់ប៉ុន្តែបងសម្រាប់អត់កើតចាដល់ពេលអញ្ចឹងបងភ័យបងបារម្ភខ្លាំងព្រោះធម្មតាឈឺពោះអូនឈឺពោះខ្លាំងហើយបងស្បូនបើកអស់ហើយកូនអត់ព្រមចុះមកសោះហើយឈឺផងអីផងអញ្ចឹងយើងបារម្ភខ្លាំងណាព្រោះពេលឈឺចិត្តដាច់ខ្យល់ហ្មងចាអញ្ចឹងយើងបារម្ភអញ្ចឹងខាងអ្នកគ្រូគាត់ក៏ប្រាប់ថាយើងត្រូវបដូរទៅជាការវះកាត់បដូរពីធម្មជាតិទៅវះកាត់នឹងហិតតែបារម្ភទៀតភ្លាមគាត់ថាចេះអូយហើយទ្រាំតាគ្រូពេទ្យគេមកជុំនឹងដឹងស្មានណាទៅយើងគិតបារម្ភអញ្ចឹងព្រោះយើងឈឺខ្លាំងតែតាមពិតគាត់លឿនផ្លាស់ប្ដូរលឿនមែនតើប្រហែលជាពេលហ្នឹងដូចជាប្រហែលជា20នាទីចាលោកគ្រូពេទ្យខាងវះកាត់ខាងដាក់ថ្នាំសន្សំខាងសង្គ្រោះក៏មកជុំគ្នាហើយក៏ផ្លាស់ប្ដូរទៅជាការវះកាត់អញ្ចឹងការទី1បារម្ភភ័យខ្លាំងដល់ពេលកូនទី2នេះយើងរៀបការវះកាត់ដោយដាក់ថ្ងៃដាក់អីត្រឹមត្រូវអញ្ចឹងភ័យនៅតែភ័យពីព្រោះដូចបងនិយាយអញ្ចឹងថាបងរកឃើញទឹកនោមផ្អែមហ្នឹងវាយឺតពេកអញ្ចឹងចាទោះបីថាយើងតាមដានជាតិស្ករយើងអីប៉ុន្តែយើងចាំបានជាតិស្ករបានល្អប៉ុន្តែនៅតែរៀងបារម្ភពីព្រោះយើងយឺតក្នុងការស្វែងរកវិនិច្ឆ័យអញ្ចឹងយើងនៅតែរៀងបារម្ភប៉ុន្តែដល់ពេលដល់ថាមកដល់ពេលយើងចូលវះកាត់យើងឃើញលោកគ្រូពេទ្យអីគាត់មកគេហៅអេគីបធំចាគាត់មកគ្រប់គ្នាជុំគ្នាអញ្ចឹងការបារម្ភក៏ថយចុះដែរចាហើយដល់ពេលដែលឮកូនយំកូនអីចេញមកអញ្ចឹងលោកគ្រូថាអត់អីទេអត់មានចុះជាតិស្ករកូនធម្មតាកូនអីអញ្ចឹងទៅបងក៏ធូរចិត្តសប្បាយចិត្តឡើងវិញចានិយាយទៅអរគុណសម្ភពរស់ដែលគាត់មានយុទ្ធសាស្ត្រមួយល្អដែរចាគាត់មិនថាយើងសម្រាប់ដោយធម្មជាតិឬក៏វះកាត់គាត់អនុញ្ញាតឲ្យមានស្វាមីឬមួយក៏ជាម៉ាក់ឬក៏អ្នកណាដែលយើងចង់ឲ្យទៅជួយលើកទឹកចិត្តហ្នឹងគាត់អាចចូលទៅជួយលើកទឹកចិត្តយើងបងគិតថាវាជាកម្លាំងចិត្តមួយផ្នែកធំខ្លាំងណាស់នៅពេលដែលយើងពិបាកពេលដែលចូលទៅគឺអារម្មណ៍ពិបាកផងភ័យផងហើយយើងមានមនុស្សដែលយើងស្រឡាញ់ដែលយើងចង់ឲ្យនៅចិត្តនៅក្បែរអញ្ចឹងយើងមានអារម្មណ៍ថាយើងមានកម្លាំងចិត្ត